ตาធ្វើដូចមិនដេចឆាប់តើអ្នកកំពុងធ្វើអ្វីខ្ញុំមិនជឿថាអ្នកអាចបញ្ឈប់ខ្ញុំជាលើកទី2បានទេតើវាអាចទៅរួចយ៉ាងដូចម្ដេចឥឡូវដល់វេនខ្ញុំហើយតើអ្នកកំពុងធ្វើអ្វីអាហេខ្ញុំនឹងឲ្យខ្សែក្រវ៉ាត់ត្រឡប់មកវិញគ្មាននរណាម្នាក់ហ៊ានបង្កហេតុដល់ប៉ូលីសតង់ទេមិនថាអ្នកជានរណាក៏ដោយអ្នកបានបង្កឲ្យមានបងប្រុសធំតើថរជាអ្វីរ៉ូបខ្ញុំនៅតែជាម្ចាស់អាជីវកម្មតើអ្នកហ៊ានចេញពីដេកយ៉ាងម៉េចគូតរបស់អ្នកខ្ពស់ណាស់ខ្ញុំពិតជាមិនអាចទ្រាំទ្របានទេលើកក្រោយអ្នកត្រូវយកចិត្តទុកដាក់ថាតើអ្នកហ៊ានប្រាប់ឈ្មោះអ្នកដែរឬទេស៊ីឡាយយ៉ាងមានមធ្យោបាយណាមួយគ្រាន់តែប្រើវាដើម្បីញឹមមានត្រកូលរបស់ខ្ញុំមិនមែនស៊ីទេស៊ីឡាយយ៉ាងខ្ញុំចាំអ្នកខ្ញុំនឹងមិនស្លាប់ជាមួយអ្នកទេហេតុអ្វីបានជាអ្នកនិយាយឈ្មោះខ្ញុំជាតិកោស្រីនេះពិតជាស្រស់ស្អាតណាស់ហើយមានតួលេខល្អបែបនេះតើខ្ញុំមិនអាចណែនាំអ្នកឲ្យស្គាល់នាងបានទេការយល់ដឹងប្រភេទនេះនឹងសម្លាប់មនុស្សតើអ្នកនឹងសម្លាប់ខ្ញុំទេយល់ព្រមតើអ្នកអាចកុហកគាត់មួយរយៈហើយនៅតែកុហកគាត់ពេញមួយជីវិតគាត់ស្គាល់មនុស្សមិនមែនឈ្មោះទេប៉ុន្តែនៅពេលក្រោយគាត់នឹងមកដល់គាត់នឹងត្រូវបានរៀបចំយ៉ាងពេញលេញតើខ្ញុំគួរធ្វើអ្វីប្រសិនបើខ្ញុំស្ថិតនៅក្នុងបញ្ជីសម្លាប់មនុស្សដែលមិនអាចត្រូវបានសម្លាប់ដោយគ្មានការផលិតគឺជាក្រុមមនុស្សដែលមានពន្លឺព្រះអាទិត្យខ្ញុំប្រកាសជាមិនចុះចាញ់ឡើយរហូតដល់ខ្ញុំសម្រេចគោលដៅត្រឡប់ទៅមុនហេនេះគឺជាខ្សែក្រវ៉ាត់របស់ខ្ញុំហើយខ្ញុំកំពុងត្រឡប់មកវិញតើខ្ញុំនឹងធ្វើអ្វីនៅពេលក្រោយចងចាំមួយផ្លែតមិនថាដបដប់និយាយឬធ្វើអ្វីក៏ដោយខ្ញុំគ្រាន់តែធ្វើពុតជាដួសសន្លប់ខ្ញុំចង់ឲ្យបងស្រីខ្ញុំដឹងថាសម្រាមនេះមិនសមនឹងនៅក្នុងផ្ទះរបស់យើងតតែសោះបងស្រីធំមិនល្អទេអូនស្រីតូចវិលមុខប្រញាប់ឡើងហើយដាក់នាងចុះមានបញ្ហាអ្វីខ្ញុំមិនដឹងទេវាអស្ចារ្យណាស់គ្រូពេទ្យគ្រូសាបានឃើញវាហើយនិយាយថាគ្មានផ្លូវទេដូច្នេះគាត់ត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់គឺលីងតើមានអ្វីទៀតដែលនាងអាចធ្វើបានក្នុងនាមជាមនុស្សម្នាក់ដែលចេញពីភ្នំនាំនាងទៅមន្ទីរពេទ្យយ៉ាងឆាប់រហ័សគុំពន្យាពេទ្យតើមានបញ្ហាអ្វីប្រសិនបើអ្នកពិតជាមិនអាចធ្វើបានគ្រាន់តែយកពោះរបស់អ្នកវាជារឿងឆោតល្ងងមិនថាអ្នកធ្វើអ្វីនៅពេលក្រោយប្អូនស្រីតូចរបស់ខ្ញុំនឹងមិនជឿទេសូមឲ្យបងស្រីច្បងបានឃើញយ៉ាងច្បាស់ថាអ្នកមិនសមនឹងនៅក្បែរនាងតតែសោះអាល់ប៊ឺតនិងអ្នកមានអំណាចមិនជឿអ្វីទាំងអស់នេះគឺជាការធ្វើពុតអូខ្ញុំឃើញថាអ្នកកំពុងធ្វើពុតព្រះឲ្យតើអ្នកអាចធ្វើវាបានទេប្រសិនបើអ្នកមិនអាចធ្វើបានគ្រាន់តែសារភាពហេតុអ្វីបានជាអ្នកមិនបញ្ជូនវាទៅមន្ទីរពេទ្យវាយឺតពេលហើយក្នុងការបញ្ជូនវាទៅមន្ទីរពេទ្យហេវាត្រូវបានដោះសោបងថ្លៃខេអមីនៅទីនេះដើម្បីជួយសង្គ្រោះអ្នកខ្ញុំសុខសប្បាយទេខ្ញុំមិនត្រូវការអ្នកជួយសង្គ្រោះខ្ញុំទេកុំមកទីនេះហេតុអ្វីបានជាអ្នកភ្ញាក់ឡើងហើយរត់ចេញភ្លាមបងថ្លៃជាង20ឆ្នាំជើងខួរក្បាលយ៉ាងឈីទោះបីមិនមានជំងឺគ្រុំហន្តរាយក៏ដោយក៏អាចកាត់ជញ្ជាំងមកតាមបានដែរអូខ្ញុំមិនចង់បានរបស់អ្នកទេប្រញាប់ឡើងជួយសង្គ្រោះខ្ញុំសូមអញ្ជើញមកវានៅទីនេះទាំងអស់ប្រញាប់ឡើងអូខ្ញុំមិនបានឃើញលទ្ធផលភ្លាមទេអូម៉ាក់កំពុងធ្វើអ្វីម៉ាក់គាត់ចង់រំលោភខ្ញុំមិនអីទេលីនហ្វេងអ្នកគឺជាបន្ទុកហើយអ្នកហ៊ានសម្លុតកូនស្រីខ្ញុំភ្លាមនៅពេលអ្នកត្រឡប់មកវិញមីងទី2ខ្ញុំជាប្តីរបស់ឈីងយីប្រសិនបើខ្ញុំជាអ្វីមួយតើឆ្កែប្រភេទណាគឺឈីងយីខ្ញុំមិនបាននិយាយដូច្នោះទេហើយតើអ្នកទើបតែហៅខ្ញុំអ្វីអ្នកមីងហេតុអ្វីខ្ញុំមិនហៅអ្នកថាមន់ខ្ញុំខ្មាស់អៀនក្នុងការហៅអ្នកតើអ្នកយល់ព្រមទេជាមួយលីនហ្វេងអ្នកគ្រាន់តែជាកូនប្រសារពីផ្ទះមួយទៅផ្ទះមួយទោះបីជារៀបការជាមួយឈីងយូមិនផ្លាស់ប្ដូរការពិតដែលថាអ្នកជាអង្កាំក៏ដោយសូមក្រឡេកមើលឈីងយីតើអ្នកសុំទេជាការពិតណាស់មេតូចខ្ញុំសង្ហានឹងគួរឲ្យចាប់អារម្មណ៍ទោះបីជាមុខរបស់ស៊ីឈីងយីមើលទៅមិនអីទេប៉ុន្តែរាងកាយនៅតែអាក្រក់បន្តិចខ្ញុំពិតជាមានបន្តិចតើអ្នកនិយាយអ្វីខ្ញុំអាក្រក់បន្តិចអ្នកមិនអាចផ្គូផ្គងខ្ញុំបានទេប្រពន្ធអ្នកមិនចាំបាច់មានអារម្មណ៍ថាអន់ជាងនោះទេទោះបីជាអ្នកមិនធំក៏ដោយអ្នកមានគ្រឹះល្អខ្ញុំបានរៀនបច្ចេកទេសម៉ាស្សាមួយចំនួននៅលើភ្នំហើយខ្ញុំនឹងប្រើពិភពអភិវឌ្ឍអនុវិទ្យាល័យហ៊ានស៊ីនសម្រាប់អ្នកនៅពេលក្រោយហាអ្នកមើលងាយបងស្រីខ្ញុំយុនហ្វេងខ្ញុំនឹងសម្លាប់អ្នក
សំឡេងរំខាននិងសំឡេងរំខាននឹងចូលមក ឥឡូវអ្នកថែរក្សារឿងនេះនៅផ្ទះអ្នកត្រូវតែមានស្ថិរភាពជាងមុនបើមិនដូច្នេះទេតើខ្ញុំអាចធានានឹងប្រគល់គ្រួសារទាំងមូលទៅអ្នកយ៉ាងដូចម្ដេចខ្ញុំសុំទោសលោកតាបើព្រះអម្ចាស់ឲ្យភាកច្រើនគឺខ្ញុំនិងប្អូនស្រីរបស់ខ្ញុំដែលបានជួបប្រទះការធ្វើអត្តឃាតនៃសញ្ញាបៀនៅតាមផ្លូវត្រឡប់មកវិញខ្ញុំនៅតែខ្លាចឥឡូវនេះប៉ុន្តែវាមិនទាន់ថយចុះនៅឡើយទេ តើអ្វីទៅជាពុនឃាតករទាំងនោះមិនបានសម្រេចគោលដៅរបស់ពួកគេទេ វាអាចថាមាននរណាម្នាក់ដឹងអំពីជំងឺរបស់ខ្ញុំហើយបានដោះស្រាយដោយចេតនាជាមួយគ្រួសារស៊ីរបស់យើង ស៊ីសេងសានមិនបានស្លាប់មួយថ្ងៃទេបន្ទាប់មកកុំគិតអំពីការប៉ះគ្រួសារស៊ីរបស់ខ្ញុំអ្នកឃើញហើយ ប៉ាអ្នកឃើញទេនេះគឺជាទេពអប្សរដែលមានអាយុ1000ឆ្នាំដែលខ្ញុំបានទិញក្នុងតម្លៃ20លានហើយញ៉ាំវាខ្ញុំធានាថាអ្នកនឹងមិនឈឺខ្នងទៀតទេលើកលែងតែ99ដុកល្អអ្នកបានខិតខំហើយ ហ៊ូហ៊ូពូទី2របស់អ្នកពិតជាអ្នកមានហើយចំណាយ20លានដុល្លារលើផ្សិតស្ងួត